ហើយអ្វីភ្នំនេះមិនសូវសម្បូរអ្នកចាប់អារម្មណ៍មកលេងកំសាន្តដោយភ្នំក្រោមនិងភ្នំបាខែងមានទាំងប្រាសាទមានទាំងធម្មជាតិសម្រាប់បងប្អូនគយគន់ទៅទស្សនានោះគឺភ្នំបូកមិនត្រឹមតែមានតែប្រាសាទនោះទេបងប្អូនអាចទស្សនាក្នុងព្រៃព្រឹក្សាធម្មជាតិជុំវិញចង្កេះភ្នំហើយភ្នំនេះមានកម្ពស់ប្រមាណ235ម៉ែត្របើយើងធៀបទៅលើនីវ៉ូទឹកសមុទ្ររីឯកម្មចនានៃភ្នំនេះមានសរុបចំនួន630ទៅ645កាំបើបងប្អូនអ្នកទស្សនាមានចំណាប់អារម្មណ៍មកចង់ទស្សនាប្រាសាទនេះមិននៅឆ្ងាយពីទីក្រុងសៀមរាបប្រមាណទេដែលមានចម្ងាយ20គីឡូម៉ែត្រនិងប្រើរយៈពេលធ្វើដំណើរប្រហែល30នាទីទៅ40នាទីធ្វើដំណើរដោយយានជំនិះតាំងនៃប្រាសាទនេះស្ថិតនៅភូមិតាអែសង្កាត់ក្រុងរុនតាអែក្រុងសៀមរាបនិងខេត្តសៀមរាបបន្ទាប់ពីយើងធ្វើដំណើរដោយថ្មើរជើងឡើងតាមកាំចណ្ដើបងប្អូនអ្នកទស្សនាអាចមកគន់ទស្សនានៅខាងស្ដាំដៃជាមួយនឹងទេសភាពព្រៃព្រឹក្សាផ្ទះបងប្អូនអ្នកភូមិតាអែយើងឃើញទិដ្ឋភាពបែបនេះហាក់ដូចជានៅភ្នំក្រោមនិងភ្នំបាខែងប៉ុន្តែហេតុតែមិនសូវល្បីមិនសូវមានឈ្មោះគេណាទេសភាពភ្នំបូកមិនចាញ់នៅសហគមន៍ដូចជាទេសចរផ្សេងទេបងប្អូនបន្ទាប់ពីយើងទស្សនាគយគន់នៃទេសភាពនៃចង្កេះភ្នំរួចក៏យើងធ្វើដំណើរឡើងមកដល់កំពូលភ្នំដោយជោគជ័យអ្នកក៏យើងដើរមើលប្រាសាទតួនៃប្រាសាទទាំងមូលរបស់ដូនតាយើងបន្ទាប់ពីធ្វើដំណើរអស់រយៈពេល20នាទីក្នុងការឡើងដល់កំពូលភ្នំឃើញវិហារចាស់មួយដែលមានការទ្រុឌទ្រោមខ្លះបងប្អូនលិចមានធ្លាអីណាវិហារនេះមានយុគការច្រើនណាបងប្អូនមើលការជួសជុលក៏គ្មានដែរឥឡូវនោះការធ្លុះធ្លាក៏មានច្រើនដែរមានលិចមានអីខ្លះណាអុជធូបសុំសេចក្តីសុខក្នុងវិហារចាស់នេះមួយរួចយើងធ្វើដំណើរមកដល់ទីតាំងនៃប្រាសាទទាំងមូលយើងនឹងស្វែងយល់ពីប្រវត្តិរូបនៃប្រាសាទខ្លះប្រាសាទភ្នំបូកគឺជាភោជនីយដ្ឋានបុរាណដ៏ពិសិដ្ឋមួយដែលត្រូវបានកសាងនៅចុងសតវត្សទី9និងដើមសតវត្សទី10ក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1ក្នុងគ្រិស្តសករាជ889ដល់910ដែលឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាព្រះសិវៈព្រះវិស្ណុនិងព្រះព្រហ្មប្រាសាទនេះមានតួប៉ម3ឈរទម្រាបគ្នាពីជើងទៅត្បូងសាងសង់អំពីថ្មភក់តែតួនៃប្រាសាទនេះសពថ្ងៃមានការខូចខាតពីកត្តាធម្មជាតិនិងអាយុកាលនៃប្រាសាទអ្នកទាំងអស់គ្នាដែលបានឃើញចាឯងមានការខូចខាតជាច្រើនប៉ុន្តែទិដ្ឋភាពនិងកន្លែងទស្សនានៃប្រាសាទនេះគឺអាចទទួលបានអារម្មណ៍មួយដែលស្រស់ស្រាយរបស់ធម្មជាតិហើយវីដេអូនេះចង់ផ្ដាំបងប្អូនអ្នកចង់មកទស្សនានៃប្រាសាទនេះគឺចង់ឲ្យបងប្អូនមកស្គាល់មកបានឃើញតួនៃប្រាសាទដូចជាមកលេងកំសាន្តបានច្រើនព្រោះប្រាសាទនេះមិនសូវមានគេឈ្មោះល្បីល្បាញដូចប្រាសាទដទៃបីត្បិតតែតួនៃប្រាសាទបាក់បែកខូចខាតជាច្រើនដំណំក៏ដោយប៉ុន្តែធម្មជាតិនៅជុំវិញភ្នំនេះអាចឲ្យបងប្អូនទស្សនាដូចជាការថតរូបទស្សនាបានឃើញវីដេអូនេះកុំភ្លេច share អ្នកមិត្តភ័ក្តិបងប្អូនអ្នកចូលចិត្តថតរូបថត selfie ណាកុំភ្លេច share ចែកគ្នាមកលេងផងព្រោះប្រាសាទនេះមិនសូវមានគេឈ្មោះល្បីល្បាញដូចគេទេបងប្អូនចង់ឲ្យភ្ញៀវជាតិអន្តរជាតិមកលេងបានច្រើនហើយក៏វីដេអូខ្ញុំមានតែប៉ុណ្ណេះឯងកុំភ្លេចចូលទៅ subscribe YouTube និង follow page ខ្ញុំអ្នកមួយផងបងប្អូនពឹងបងប្អូនសុំដល់ជួយ follow page ខ្ញុំឲ្យបានឡើងគ្រប់ 1k 2k ណាបងប្អូនទាំងគ្នាហើយនឹង YouTube បាយបាយបងប្អូនទាំងគ្នា